ជូននាទីកម្រងព្រេងនិទានខ្មែរសូមជូនរឿងជីវិតបុរសជីកក្តាមផ្លយមើលជួយយល់របស់របបអញផងមើលម៉ាឡំឡំចោះស្នានេះយកទៅដែរយកទៅបោបាញ់សត្វក្នុងព្រៃហ្នឹងដាក់ដៀកនិយាយត្រូវប្រយ័ត្នដែរឡំសម្រាប់ឡំមិនធ្គត់ទេអមដើរដៃទេនោះងុំឯខ្ញុំអត់ដែរវិញទេអមអើយរបស់របរច្រើនដាស់នេះអមមានទាំងស្រាមានទាំងស្នាហើយសំពីសំពកអាយកអាយាមណាបើបានអាផ្លយវាទៅជាមួយនោះគ្រាន់បន្តិចអមបានហើយកុំរអ៊ូវេកតិចលួយយើងខោលលងខួរឥឡូវហ្នឹងបើឲ្យអាផ្លក់ទៅដែរហ្នឹងណាតើមានអ្នកណាជួយមើលផ្ទះមើលសំបែងទៅហើយចុះពុកទៅប្រហែលថ្ងៃអាប៉ងយ៉ាងយូរមួយអាទិត្យព្រោះអីពុកឆ្លៀតទៅមើលចំការឲ្យគេដំបន្លែបង្ការបន្ថែមនឹងណាកូនពុកកូនសុំទៅជាមួយដែរទៅពុកណាពុកណាណែអូនឯងអត់មានអីធ្វើទេហើយរឿងខ្ញុំតើទោះបីពុកឲ្យទៅឬមិនឲ្យទៅក៏ជារឿងរបស់ខ្ញុំណាម៉េចបងអញច្នៃចង់ទៅដែរអីឬត្រង់ដល់ថ្ងៃរៀបការម្បានចង់ទៅជួបគ្នាព្រោះអីឃើញអាសាទៅជួបគ្នាស្ងាត់ដែរហើយបានហើយយើងមិនត្រូវការស្ដាប់ហេតុផលរបស់នរណាទេតែខ្ញុំនិយាយត្រូវណាពុកការដែលខ្ញុំថាគាត់ទៅជួបគូទៅដឹងគាត់ញាក់ញយនោះណាគឺខ្ញុំនេះចង់សម្ដៅថាគាត់ហ្នឹងទៅបញ្ចុកញីបិស៊ីឈ្មោលឲ្យនឹងពៅនឹងអាសំស្អីគេនោះណាពុកហើយបានហើយចាំមើលយើងត្រឡប់មកវិញចាំនិយាយកូននេះកូនឯងជាបងគេកូនធ្វើអ្វីឲ្យប្រយ័ត្នប្រយែងកុំភ្លេចណាកូនត្រឹមជាគូដណ្ដឹងនឹងគ្នាទេប៉ាចង់ផ្ដាច់ថ្មណាក៏បានដែរមែនហើយពុកនិយាយត្រូវឯងគូអញ្ចឹងដែរមុននឹងចាប់កំហុសគេត្រូវតែរកផុតតាំងឲ្យបានឃើញសិនហើយនាងពៅពុកប្រាប់ណាហាមធ្វើអ្វីដែលពុកមិនពេញចិត្តតោះអាផ្លក់ថ្ងៃកំពុងណានៃទៅហើយយើងប្រញាប់ទៅហើយបាទល្អបន្តតល្អបន្តអញ្ជើញល្អអញ្ជើញលុះទាំងសេដ្ឋីទាំងនីដនព្រមទាំងឪពុកបានមកដល់កន្លែងណាត់ជួបហើយទាំងអស់គ្នាក៏បានទទួលរាក់ទាក់គ្នាយ៉ាងរីករាយលាយឡំនឹងសំណើចវោហាពោពេញទៅដោយការលេងល្បែងគំនិតប្រាជ្ញាគ្រប់បែបយ៉ាងសុំសរសើរពិតជាដៃត្រង់មែនកូនលបងមកលបងយើងផឹកបន្តទៀតណាមកជុលមួយលបងណែអាផ្លក់យកឆ្លុះនេះទៅធ្វើហើយបង្កាត់ភ្លើងអាំងវាទៅណាទុកក្រន់នឹងក្លែមម៉ាឡំគិតទៅដីចំការលបងធំដល់ហើយសឹងប្រហែលដីចំការខ្ញុំដែរណែលបងឯងដឹងទេខ្ញុំដែរតែងតែគិតថានៅពេលដែលរៀបចំទុកដាក់កូនចៅឲ្យមានប្តីប្រពន្ធអស់ហើយនោះដែរហើយយើងចំណាននេះហើយលបងហើយក៏ចិត្តដល់នឹងពេលស្លាប់ទៅវិញដែរខ្ញុំគិតថានឹងលះបង់ការងាររាជការមកលើប្រកបរបរដាំដំណាំបន្លែបង្ការបំបត្តិភាពអបសុខវិញហើយណាលបងស្អីគេលោកបងសុខចិត្តលះបង់ទ្រព្យសម្បត្តិបនស័កមុខមាត់មកនៅព្រីភ្នំក្រំថ្មអញ្ចឹងមែនទេលបងខ្ញុំថាប្រហែលជាមិនអាចទៅរួចទេដឹងលបងថៃមិនរួចយ៉ាងម៉េចលបងចំណាស់ពួកយើងទៅហើយដែរចង់បានកិត្តិយសមុខមាត់ដល់ណាទៀតគួរតែផ្ដល់នឹងទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយគេបន្តវេនយើងម្ដងទៅជាពិសេសដែរកូនយើងនឹងណាលបងនិយាយដល់កូនភ្លេចគិតឲ្យឈឹងលបងហើយចុះឯណាដនគេទៅណាបាត់អញ្ចេះបងប្រហែលជាគេទៅជាមួយអាផ្លយយកឆ្លុះទៅពន្លះស្បែកបាត់ទៅហើយដែរនោះមកហើយលបងនោះពុក
ភ្លក់ទៅមើលពុកសាច់ផ្លូវនេះយ៉ាងមិនដែរលោកពុកក្មេក ឆ្ងាញ់គួរសមដែរកូនមើលលបងភ្លក់បន្តិចទៅមើល រសជាតិឆ្ងាញ់បនគេមែនណោះនិយាយអញ្ចឹងដននិយាយអញ្ចឹងដនឯងទំនេរហើយឬនៅនឹង អូមានការអីដែរលោកពុកក្មេក គឺថាខ្ញុំចង់សួរឯងចាញ់រងាទេ ឬរងាសម្រាប់ខ្ញុំមិនចេះចាញ់ទេទោះបីជាចុះត្រាំទឹកបឹងមួយថ្ងៃទល់ល្ងាចក៏មិនអីដែរ ណែកូនតែទឹកបឹងនេះដែរគឺជាទឹកតំបន់ភ្នំត្រជាក់ណាកូន ណាស់ហើយឥឡូវចេះចុះដនឯងសាកចុះទៅត្រាំក្នុងទឹកនោះឲ្យបានមួយសន្ទុះទៅមើល កុំភ័យលោកឪពុកក្មេកខ្ញុំអាចធ្វើបាន នាយដនខំប្រឹងថ្មឹងស្មារតីនៅពាក្យសម្ដីឪពុកក្មេកចុះត្រាំក្នុងទឹកមិនអល់ឯកតបល្បិចឪក្មេកមិនសំចៃចង់ដឹងថាមានកលអ្វីព្រមចាញ់ធ្វើដៃឬក៏អត់ បានហើយឡើងមកណា ណែប្រុសខោអាវណាប្រុសខោអាវណាប្រុសពេលដោះខោអាវសល់អាខោជើងខ្លីទ្រង់ក្បាលជង្គង់ចឹងទៅអូសាច់ដុំធប់សពជាកូនប្រុសបេតតបកហើយដល់ផុសខ្ញុំហ៎មកកូនស្លៀកពាក់ខោអាវរួចហើយបាយជុំគ្នាដល់កូន បាទពុក សាច់អីទៅលោកឪពុកក្មេក មានហើយលបងតើអស់សំណើចរឿងអីហ៎ មានអីគឺអត់សំណើចនឹងដននឹងណាយ៉ាងម៉េចរងាខ្លាំងមែនទេ អត់ឯណាលោកឪពុកក្មេកខ្ញុំធម្មតាអន្តើ ធម្មតា នេះណាមិនបាច់ប្រកែកទេបើឯងមិនរងានោះណាឯងមិនបាច់លើកដៃអាំងភ្លើងទេ អាំងភ្លើងមានភ្លើងនៅក្បែរនេះណាលោកឪពុកក្មេក ត្រូវហើយយ៉ាងម៉េចចង់ប្រកែកគឺភ្លើងដែលអាផ្លយវាដុតអាំងឆ្លុះនឹងណា លបងភ្លើងដែលអាផ្លយវាបង្កាត់អាំងឆ្លុះនោះដែរគឺវានៅឆ្ងាយជាងកន្លែងនេះដែរមិននឹងអាចក្តៅដល់កន្លែងនេះទៅរួចទៅថាបើកូនប្រុសរបស់ខ្ញុំនេះដែរចង់អាំងនោះក៏វាបាត់រងាដែរព្រោះវាក្តៅមិនដល់ណាលបង លោកបងខ្ញុំប្រាប់លោកបងឲ្យតើបើរងាកុំអាំងភ្លើងតែដនគេលើកដៃអាំងភ្លើងបាត់ទៅហើយទោះភ្លើងជិតឬក៏ឆ្ងាយនោះគេក៏បានអាំងរួចទៅហើយដែរដនឯងនៅស្ទើរណាស់មិនដឹងថាយើងជ្រើសរើសឯងធ្វើជាកូនប្រសានេះត្រូវឬក៏ខុសទេណោះ លោកសេដ្ឋីមិនអីទេចាំមើលខ្ញុំនឹងធ្វើឲ្យស្និទ្ធកំពេចកំប៉ុកដោយបិលបិលកូនក្មេងលេងនេះនឹងសាច់លីសំអូអញ្ចឹងទេអញ្ចឹងចុះពុកនឹងលោកឪពុកក្មេកជជែកគ្នាលេងមួយភ្លែតសិនទៅអំបាញ់មិញនេះខ្ញុំយកគ្រឿងក្នុងឆ្លុះមកឆាក្តៅដើម្បីឲ្យលោកពុកនិងលោកឪពុកក្មេកភ្លក់រសជាតិមើលថាតើធ្វើដៃរបស់ខ្ញុំនេះតើឆ្ងាញ់ឬអត់កុំភ្លេចណាចាំមួយភ្លែតចាំខ្ញុំយកមកឲ្យភ្លក់ គិតទៅកូនលបងពូកែយកចិត្តណាស់ណោះ មកហើយលោកឪពុកក្មេកសាក់ភ្លក់មើលមក ជើលបងជើសាកភ្លក់ស្នាដៃកូនប្រុសខ្ញុំទៅមើល មិនអីទេមើលដូចជាទំនងណានេះ បាទពិសាទៅលោកឪពុក ចុះឯងធ្វើយ៉ាងម៉េចហ្នឹងដូចជាគ្មានរសជាតិសោះគ្រឿងគ្រូប៊ីចេងស្ករក៏អត់ហើយធ្វើដៃអន់មែនឯងនេះ ពុទ្ធោលោកឪពុកក្មេកហេតុអីក៏ថាគ្មានរសជាតិលោកឪពុកក្មេកមិនមើលទេអីនេះគ្រឿងក្រៅប៊ីចេងស្ករអំបិលប្រហុកនៅក្បែរនេះហើយតើ នេះឯងមានន័យថា យ៉ាងម៉េចលោកឪពុកក្មេកលោកឪពុកសាកគិតតែមើលផ្លូវនៅកន្លែងឆ្ងាយពីណាពីណីស្រះទឹកនេះលោកឪពុកក្មេកតែក្តៅដល់ខ្ញុំចុះហេតុអីគ្រឿងក្រៅអំបិលប្រហុកនៅក្បែរសាច់មួយចាននេះលោកឪពុកក្មេកថាគ្មានជាតិគ្មានជើទៅវិញលោកឪពុកក្មេកសាកគិតតែមើល សេដ្ឋីនឹកខ្មាស់ល្បិចកលខ្លួនដនបកផ្ទួនត្រឡប់វិញក្នុងទ្រុងអ៊ុលងុំសែនតូមនិញសើចមិនចង់ចេញខ្មាស់សម្ដីកូន មកហូបជុំគ្នាទៅដែរអាផ្លយទៅយកថែមទៀតមកណាកុំភ្លេចយកស្រាមកទៀតផងដែរមកកុំភ័យបានតោហើយ មិនអីទេអញ្ជើញ មើលចុះឪពុកក្មេកខ្ញុំសាយក៏មិនសមយំក៏មិនចេញគេថាចេះឯងអាក្រែងចេះគេបើយើងចេះប៉ុនទន្លេគេក៏អាចចេះប៉ុនសមុទ្រដែរ និយាយពីនាងពៅឯនេះវិញក៏តែងតែទៅជួបនាយសំរាល់លើកពេលដែលនាងទៅផ្សារតែមិនដឹងថាលើកនេះ
ស្នេហារវាងនាងនិងសំត្រូវជួបឧបសគ្គយ៉ាងណានោះទេ ណែនាងពៅយើងណាគ្រាន់តែរំលឹកនាងឯងទេណានាងឯងកុំគិតថានាងឯងធ្វើអីយើងមិនដឹងនោះ បងស្រីខ្ញុំដូចជាឆ្ងល់បងណាស់ខ្ញុំទៅផ្សារទិញម្ហូបធម្មតាតើហេតុអីក៏បងចូលចិត្តរករឿងខ្ញុំម្លេះបងធ្វើអញ្ចឹងណាខ្ញុំដូចជាមានអារម្មណ៍ថាបងណាមិនមែនជាបងរបស់ខ្ញុំទេ ត្រូវយើងមិនមែនជាបងរបស់ឯងព្រោះឯងនេះមិនសមជាប្អូនរបស់យើងទេឯងជួយចិត្តធ្វើអីជំទាស់នឹងបំណងពុកឯងកុំភ្លេចណាថ្ងៃនេះពុកត្រឡប់មកវិញផងប្រយ័ត្នខ្លួនទៅណានាងពៅណែអូនឯងអត់មានអីធ្វើទេឲ្យតែផ្សារក៏មិនទៅពៅទៅហើយបែរជាចង់រករឿងគ្នាវិញម៉េចឯងចំណានគេឬយ៉ាងម៉េចហ៎ឯងនិយាយទៅមើលស្លាប់ហើយឆាបងឯងចេះហាមកនិយាយទៅកើតខ្ញុំចំណែននាងពៅខ្ញុំនេះទៅចំណែនស្រឡាញ់ធឺអ្នកក្ររហាមអញ្ចឹងហីយល់ច្រឡំធំហើយបើដឹងអញ្ចឹងណាមិនក៏រកឬគេម៉េអេថាខ្ញុំរករឿងហ៎ខ្ញុំណានិយាយនេះព្រោះខ្ញុំអាណិតទៅវិញទេខ្លាចក្រែងពុកដេញក្បាលឲ្យទៅនៅស៊ីក្តាមស៊ីខ្ចងជាមួយអាសំហ្នឹងទៅ ទោះបីស៊ីក្តាមស៊ីខ្យងវាក៏ជារឿងរបស់ខ្ញុំមិនត្រូវការមនុស្សដូចជាបងមកអាណិតខ្ញុំទេ យើងគ្រាន់តែប្រាប់ទេតិចលោថាពេលហ្នឹងមកអង្វរឲ្យយើងជួយទៅ បងកំភៃទោះបីជាខ្ញុំអត់ដកដាច់ពោះស្លាប់ក៏ខ្ញុំមិនខ្ចីអង្វរបងឯងដែរ បានហើយពៅប្រញាប់ទៅផ្សារទៅអូនហើយមើលទិញម្ហូបសាគូទុកផងណាមិនដឹងថាពុកមកថ្ងៃនេះឬថ្ងៃស្អែកទេកាន់ជើងគ្នាណាខ្ញុំមិនមែនចេះតែកាន់ជើងម្ខាងទេយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូននឹងគ្នាសុទ្ធតែជាបងប្អូនដែលចេញពីពោះម៉ែតែមួយខ្ញុំមិនចង់ឃើញពួកគេប្រកែកគ្នាពេញផ្ទះនោះទេបានហើយខ្ញុំចូលទៅក្រោមធ្វើការងាររបស់ខ្ញុំហើយឯងណាមើលចេះជួយសម្អាតដីធ្លីខ្លះផងកុំយកភ្នែកមើលអត់ប្រយោជន៍ពេកឲ្យចេះជួយគ្នាផងខ្ញុំដឹងហើយខ្ញុំមិនមែនចេះតែអត់ចិត្តដល់ថ្នាក់ហ្នឹងទេអាផ្លយអាផ្លយ បាទអ្នកនេះមានការអីយោ អញមកណា អ្នកនេះមានការអីយោ កុំមាត់លឺពេកមើលតិចលូននឹងនេះលឺទៅឯងណាត្រូវតែតាមដាននាងពៅឲ្យយើងលឺអត់កុំឲ្យវាដឹងខ្លួនឯសោះមិននោះណារាយការណ៍មកប្រាប់យើងភ្លាមដឹងអត់ អូអ្នកនេះកំភៃអារឿងតាមដាននោះណាទុកចិត្តលើអាផ្លយខ្ញុំនេះចោ ប្រញាប់ទៅតែបើនឹងនេះវាសួរថាតើទិញរបស់ស្អីឲ្យយើងអញ្ចឹងទៅ របស់អីទៅអ្នកនេះ ស្លាប់ហើយឯងល្ងងអីក៏ល្ងងម្លេះធំតាមៀតចង្អៀតត្មងមែនដាក់ឈ្មោះអាកជ្រូកទៅវាសំជាមួយឯងនេះឆាប់ឲ្យលឿនទៅទិញអីក៏បានដែរទិញស្អីទិញទៅឲ្យទៅសំហើយយ៉ាប់ហ្មងឯងនេះនាងពៅល្ងាចនេះបើពុកមកនាងឯងនឹងដឹងសខ្មៅជាមិនខានចង់ខ្លាំងជាមួយអញផងហ៎យើងជាបងយើងមិនចាញ់នាងឯងនោះទេថ្លាថ្លែងនាងពៅឯនេះវិញទឹកចិត្តពោពេញដោយមន្តស្នេហ៍ចង់រស់ចង់នៅថ្នាក់ថ្នមស្នេហ៍និងកំពូលស្នេហ៍ប្រុសថ្លាមថ្លៃទោះបីឧបសគ្គមករារាំងធ្វើជារនាងខាំងរូបស្រីមិនឲ្យមកជួបប្រុសចរណៃក៏នៅគ្មានអ្វីខាំងស្រីបាន តែបងនេះបងមិនចង់ឲ្យអូនមកលំបាកលបិនជាមួយបងទេបងគ្រាន់តែពៅគួរតែខំរងាត់ចិត្តបំភ្លេចបងចោលទៅ ហេតុអីក៏បងនិយាយអញ្ចឹងដល់ពេលនេះហើយបងនៅមិនយកចិត្តអូនទៀតទេឬមួយបងមិនអាណិតអូនទេ ដោយសារតែបងអាណិតអូននឹងហើយបានជាបងមិនចង់ឲ្យអូនមកវេទនាជាមួយនឹងបងចាប់ពីពេលនេះតទៅអូនគួរតែស្ដាប់សម្ដីពុករបស់អូននិងបងស្រីរបស់អូនទៅ បងសំបើអូនស្ដាប់សម្ដីរបស់ពួកគាត់នោះម្ល៉េះសំពេលនេះគ្មានថ្ងៃនេះទេអូនដឹងថាបងក្រថាបងពិបាកចិត្តបងមិនចាំបាច់មកនិយាយពិសោធន៍អូនទេ តែបងមិនជឿអូនទេហើយបងក៏មិនល្ងងដែរបងគ្រាន់តែពៅអូនដឹងអត់ បងដឹងទេភាពក្រីក្ររបស់បងភាពតស៊ូភាពស្មោះត្រង់ទាំងអស់នេះហើយដែលធ្វើឲ្យអូនអាណិតបងធ្វើឲ្យត្បិតតែកន្លងមកអូនរឹងរូសបន្តិចមែនក៏ប៉ុន្តែភាពរឹងរូសរបស់អូនត្រូវប្រែទៅជាតូតុនដោយសារតែមុនសណ្ដំនៃភាពស្មោះត្រង់របស់បងឈប់ធ្វើល្ងងទៅបង